ការចងប្លង់នេះជាទូទៅអត់មានណាគេបង្ហាញបរិយាយើងទេដោយសារតែវាជាប្រភេទការងារដែលអនុវត្តជាក់ស្ដែងបាទស្ដីអ្នកនរគ្នានៅក្នុងវីដេអូនេះខ្ញុំចង់ចែកម្លែកនៅកលឹកទូចមួយទៀតទាក់ទងទៅនឹងការចងប្លង់ក្នុងកម្មវិធី AutoCAD ការចងប្លង់នេះជាទូទៅអត់មានណាគេបង្ហាញបរិយាយើងទេដោយសារតែវាជាប្រភេទការងារដែលអនុវត្តជាក់ស្ដែងអញ្ចឹងការចងប្លង់នេះខ្ញុំចង់ចែកម្លែកនៅកលឹកទូចមួយគឺនៅពេលដែលឧទាហរណ៍ថាផ្នែកតិចគេកែប្រែប្លង់អញ្ចឹងគេ cloud ឲ្យយើងអញ្ចឹងណាហើយគេផ្ញើប្លង់ចេញគេអត់បានប្រាប់យើងថាគេកែខ្លះទេតែគេដឹងថាយើងដឹងថាគេកែនៅកន្លែងបន្ទប់ទឹកហ្នឹងអញ្ចឹងបើសិនជាយើង copy ទៅធម្មតាយើង copy ទៅបញ្ចូលធម្មតាឧទាហរណ៍ថានេះអញ្ចឹងយើង control shift C មកយើងคลิกចំណុចចាប់មួយយើងអាច control shift V មកដើម្បីបង្កើត block ថ្មីមកក្នុង file structure របស់យើងណាអញ្ចឹង control shift V មកអានេះដោយសារតែគេគូ scale គ្រប់គ្នាយើង SC មកយើងដាក់ឡើង1000ដងចា៎នេះខ្ញុំ click ចោលមួយបាទបន្តមកទៀតខ្ញុំប្រើវិធីមួយទៀតជាទូទៅអ្វីនេះគឺជាវិធីដែលខ្ញុំធ្លាប់ធ្វើខ្ញុំ explode ចោលសិន explode ប្លង់របស់គេហ្នឹង explode 3 4ដងមកដោយសារតែប្លង់របស់គេវាអាចមាន block ច្រើនណាអញ្ចឹងយើងដឹងថា block explode ដាច់អស់ហើយយើង select មកវាមកយើងដូរដាក់ពណ៌ឆាប់ឆាយណាមួយមកដើម្បីឲ្យងាយស្រួលមើលបន្តទៀតយើង select លើវាទាំងអស់ចេះ control shift C យើង click ចំណុចចាំមួយបន្តទៀតយើងចូលមកក្នុងប្លង់ structure របស់យើងដែរហើយយើង control shift V មកបាទនេះហើយបន្តទៀតយើងដាក់ SC យើងថាមកយើងដាក់1000ដែរដោយសារតែ scale ខុសគ្នាណាបាទអានេះវាអាចនឹង load text មួយចំនួនបាត់អត់ក៏ប៉ុន្តែតន័យទាក់ទងនឹងប្លង់ដែលគេកែវាអត់បាត់ទេបាទអញ្ចឹងខ្ញុំធ្វើការផ្ទៀងទាត់មើលអានេះខ្ញុំអត់ block ខ្ញុំអត់ explode ទេហើយអានេះខ្ញុំ explode ដាច់អស់មុននឹងខ្ញុំ copy ចូលអញ្ចឹងខ្ញុំយកមកភ្ជាប់ដើម្បីភ្ជាប់យើងអាច rotate វាមកអញ្ចឹងនេះខ្ញុំដាក់ដល់នេះមកដើម្បីវាត្រង់នេះគ្នាដែរបាទតោះទៀតខ្ញុំយកមកភ្ជាប់ទៅពេលដែលខ្ញុំយកមកភ្ជាប់ខ្ញុំធៀបជាមួយនឹង clip នេះចុះបាទជាមួយនឹង clip នេះចឹងបងប្អូនយើងឃើញគេ cloud អញ្ចឹងយើងអត់ឃើញមានកំហុសអីទេយើងមើលទីតាំង drop ក៏អត់ក្រោយដែរក៏ប៉ុន្តែយើងមើលហ្នឹងយើងមើលតែកន្លែងហ្នឹងទៅដោយសារតែគេ cloud កន្លែងហ្នឹងតែបើសិនជាយើងយកប្លង់នេះដែលយើងនេះមកដែលយើង explode យើងយកមកភ្ជាប់មើលមកភ្ជាប់មកធៀបកន្លែងនេះដែរពេលយើងមើលទៅយើងឃើញប្លង់របស់គេហ្នឹងគឺមូលជាងនេះមកមុខបាទមូលមកបានធៀបនេះមកគឺមកទឹកអញ្ចឹងនេះគឺជាបញ្ហាដល់ពេលដែលយើងភ្ជាប់ប្លង់អញ្ចឹងន័យថាផ្នែកអាកាតិចគេកែប្លង់ប៉ុន្តែដល់ពេលដែលយើងយកមកភ្ជាប់យើងរកកន្លែងដែលគេកាត់ឃើញអាហ្នឹងគឺជាបញ្ហាមួយនៅក្នុងចំណោមបញ្ហាផ្សេងៗជាច្រើនទៀតអញ្ចឹងដើម្បីជៀសវាងបញ្ហានោះបងប្អូនគួរតែ explode វាដាច់អស់សូមអ្នកនរគ្នា copy ចូលក្នុង file របស់យើងបាទហ្នឹងគឺជាវិធីដែលខ្ញុំធ្លាប់ធ្វើបើសិនជាបងប្អូនមានវិធីផ្សេងអាចជួយចែកម្លែកផងបាទជួបគ្នានៅវីដេអូបន្តទៀត